សម្រាប់អភិសិទ្ធមួយនេះគឺសំខាន់ខ្លាំងមែនតើជាពិសេសអ្នកដែលគាត់ចូលចិត្តបង្រៀនចាពួកអ្នកមនុស្សមានការដងខុសៗគ្នាអ្នកខ្លះគាត់ចូលចិត្តបរៀនអ្នកខ្លះអត់ចូលចិត្តបង្រៀនទេពួកគាត់មានអារម្មណ៍ថាពេលបរៀនគេអត់ចេះគាត់ខឹងគាត់ទប់អារម្មណ៍របស់គាត់អត់កើតអញ្ចឹងបើសិនជាសម្រាប់បងដែលគាត់មានការអត់ធ្មត់ហើយគាត់ស្រឡាញ់ក្នុងការបង្រៀនគាត់មាន compassion ហើយគាត់មាន passion ផងដែរចាមានចំណង់ចំណូលចិត្តនៅក្នុងការបង្រៀនណាគឺជាចំណុចល្អមែនទែនសម័យឥឡូវនេះយើងអាចបង្រៀនតាមអនឡាញបានព្រោះដោយសារអ្នកខ្លះគេនៅប្រទេសពីប្រទេសមួយទៅប្រទេសមួយគេអាចបង្រៀនបានដូចគ្នាផងដែរនៅក្នុងស្រុកខ្មែរយើងវាមានចំណុចជាច្រើនដែលយើងអាចរៀនបានយើងអាចបង្រៀនជាភាសាអង់គ្លេសជាភាសាជប៉ុនភាសាចិនការធ្វើម្ហូបចឹងគឺគ្រប់យ៉ាងទាំងអស់គណិតវិទ្យាអក្សរសាស្ត្រអីផ្សេងៗហ្នឹងគឺយើងអាចបង្រៀនតាមអនឡាញបានអញ្ចឹងបើសិនជាយើងមានជំនាញនៅក្នុងការបង្រៀនហើយយើងបង្រៀនតាមអនឡាញអញ្ចឹងមានវិធីសាស្ត្រនៅក្នុងការរកលុយបើសិនជាចង់បាន$1000ក្នុងមួយខែគឺស៊ីផុយតែម្ដងចា៎ចឹងឧទាហរណ៍តែយើងការកលេសស្រួលណាបើសិនជាបងបង្រៀន for subjects ចាចំមុខវិជ្ជា4អញ្ចឹងឧទាហរណ៍ថាក្នុងម្នាក់ក្នុង1ម៉ោងយើងរកបាន$5ចាអញ្ចឹង1ម៉ោងយើងរកបាន$5ក្នុងសិស្សម្នាក់អញ្ចឹងបើសិនជាក្នុង1ម៉ោងហ្នឹងគឺយើងបរៀនសិស្ស2នាក់ចុះអញ្ចឹងមានន័យថាក្នុង1ម៉ោងហ្នឹងគឺបាន$10បើយើងគុណជាមួយនឹង26ថ្ងៃក្នុងមួយខែយើងកុំយកដល់30ថ្ងៃ26ថ្ងៃក្នុងមួយខែគឺយើងបាន$260ចា$260ហ្នឹងក្នុងមួយ subject ឯងអញ្ចឹងបើសិនជា4 subject ទៀតយើងយក260ហ្នឹងគុណជាមួយនឹង4 subject យើងនឹងឃើញ$1040ចា$1040ក្នុងមួយខែសម្រាប់ for subjects ចាអញ្ចឹងគឺយើងទាំងអស់គ្នាឃើញថាអាហ្នឹងគឺវិធីសាស្ត្រងាយខ្ញុំការកលេសរបៀបងាយតែម្ដងចាសម្រាប់បងដែលចង់បង្រៀនចាហើយវិធីសាស្ត្រគឺយើងស្រួលក្នុងការធ្វើគឺយើងគ្រាន់តែយើងប្រម៉ូទខ្លួនយើងតាម TikTok តាម Facebook page ឬក៏តាម social media ផ្សេង Instagram អីចឹងទៅអញ្ចឹងពេលដែលយើងបានបេក្ខជនហើយយើងមានវិធីសាស្ត្រនៅក្នុងការបង្រៀនយើងមានកិច្ចការដែលយើងត្រូវរៀបចំមុនណាមិនមែនចេះប្រៀនប្រេះប្រោះទេគឺយើងត្រូវការមានជា planning សម្រាប់គ្រូកសលក្នុងការបង្រៀនផងដែរអញ្ចឹងយើងអាច research បន្តទៀតបានទៅក្នុងការបង្រៀនដើម្បីឲ្យសិស្សយល់អ្វីជា objective របស់យើងពេលដែលសិស្សរៀនចាប់ហើយតើសិស្សនឹងចេះអ្វីខ្លះគ្រូកសលចាក្នុងការបង្រៀនអញ្ចឹងឧទាហរណ៍ថាបើ cooking វិញក៏ងាយស្រួលដែរ cooking ឧទាហរណ៍យើងចេះអីមួយឧទាហរណ៍ថាដូចខ្ញុំឧទាហរណ៍ខ្ញុំចេះក្នុងការធ្វើបាយមាន់ដែលឆ្ងាញ់បាយមាន់ឧទាហរណ៍បាយមាន់ហៃណាំដែលឆ្ងាញ់ហើយយើងបង្រៀនគាត់របៀបនៅក្នុងការបើកអាជីវកម្មនឹងផងដែរគាត់ត្រូវការមានត្រៀមអីគេខ្លះអ្វីដែលជា checklist ចឹងបើសិនជាយើងអាចធ្វើអញ្ចឹងបានណាគឺល្អមែនតើឧទាហរណ៍ថាក្នុងមួយមេរៀនយើងឆាយគាត់$50គាត់អាចបើកអាជីវកម្មលក់បាយមាន់ហៃណាំបានបងសាកសម័យគិតណាយើងមានបាត់ចិត្តតែ$50គឺយើងអាចរៀននៅជំនាញបើកអាហារពេលព្រឹកបានដោយរៀនតែតាមអនឡាញបង់លុយទៅគឺយើងអេដគាត់ចូលទៅក្នុង group សម្ងាត់មួយហើយគឺយើងបង្រៀនគាត់របៀបធ្វើអញ្ចឹងទៅហើយនឹងយើងមានធ្វើ cooking ផ្ទាល់គេហៅថាអនុវត្តផងហើយនឹងទ្រឹស្ដីដែលយើងអាចកត់ដាក់กระดาษកត់ដាក់กระดาษខៀនឬក៏កត់ដាក់កន្លែងណាក៏ដោយដែលយើងអាចធ្វើមិនឲ្យគាត់ដឹងរូបមន្តនឹងហើយយើងយកមកធ្វើយើងលាយគ្រឿងមិនរបៀបធ្វើដាក់អីមុនអញ្ចឹងទៅអញ្ចឹងអានេះគឺជាចំណុចខ្លះដែលខ្ញុំចង់ចែកម្លែកដែលយើងហាក់ក៏ប៉ិតយើងអាច deep dive បានច្រើនតទៅទៀតប៉ុន្តែខ្ញុំគ្រាន់តែខ្ញុំនិយាយលើកបំផុសគំនិតបន្តិចឲ្យបងទាំងអស់គ្នាមើលថាអូចំណុចនេះខ្ញុំអាចចាប់ផ្ដើមបានអូខ្ញុំបកកាយចិនខ្ញុំអាចបង្រៀនចិនបានខ្ញុំរើសសិស្សពីអាយុប្រហែលទៅថ្នាក់ទីប្រហែលទៅខ្ញុំបរៀនម៉ោងណាខ្ញុំបរៀនម៉ោង6ដល់ម៉ោង8យប់អីចឹងទៅខ្ញុំទៅបរៀនដល់ផ្ទះឬក៏ខ្ញុំឲ្យសិស្សជិះមករៀននៅផ្ទះខ្ញុំឬក៏និយាយទៅគឺយើងមានយុទ្ធសាស្ត្រនៅក្នុងការដែលយើងអាច planning បានទាំងអស់អញ្ចឹងបងអ្នកដែលគាត់មានជំនាញណាខ្ញុំពិតជាលើកទឹកចិត្តមែនសូមបងទាំងអស់គ្នាកុំទុកពេលវេលាចោលយើងយកពេលវេលាដែលយើងមានហ្នឹងគឺយើងអាចទៅរកចំណូលបន្ថែមបានមួយខែ at least ក៏$1000ដែរបើសិនជាយើងធ្វើតាមអ្វីដែលខ្ញុំនិយាយឬក៏អាចលើសនឹងទៀតបើសិនជាបងមានសិស្សច្រើនជាងហ្នឹងឬក៏ឧទាហរណ៍ជាបងគាត់មានបណ្ដាញរបស់គាត់សិស្សគ្រូឧទាហរណ៍គាត់មាននេះម្នាក់នេះគ្រូអង់គ្លេសនេះគ្រូចិននេះគ្រូជប៉ុនគាត់ប្រមូលផ្ដុំគ្នាគាត់គេហៅបោះមេអាចថាបោះមេអញ្ចឹងមានថាគាត់អត់ចេះភាសានឹងទាំងអស់ហើយគាត់ចេះចិនអត់ចេះជប៉ុនហើយប៉ុន្តែគាត់ជាអ្នករកភ្ញៀវអញ្ចឹងពេលដែលយើងបានរកភ្ញៀវបានគឺយើងបែងចែកភាគលាភគ្នាតាមនឹងទៅឧទាហរណ៍ថាម្នាក់ម៉ានអញ្ចឹងយើងចែក
percentage អាហ្នឹងក៏បានដែរមានន័យបើសិនជាបងអត់ចេះក្នុងការបង្រៀនអត់មានគ្រូកសលអត់មានអីគឺបងរកអ្នកដែលគាត់មានជំនាញទៅឧទាហរណ៍តែនេះគ្រូនេះគាត់បរៀននៅសាលាតែយប់ឡើងគាត់ទៅណេអញ្ចឹងអាច part time របស់គាត់អញ្ចឹងយើងជាអ្នកបោះមេដើររកភ្ញៀវយើងធ្វើទីផ្សារតាម TikTok តាម Facebook តាមអីចឹងទៅពេលដែលបានសិស្សមកគឺយើងរៀបចំហើយឲ្យគេមករៀនយើងចែកភាគរៀបគ្នាទៅ50 50 40 60ឬក៏30 70អីហ្នឹងតាមនឹងអញ្ចឹងណាបងទាំងអស់គ្នាអញ្ចឹង easy បើសិនជាបងមានជំនាញហើយបងរៀនតាម online គឺខ្ញុំគិតថាគឺពិតជាចំណេញខ្លះមែនតើឬក៏បងអាចធ្វើជាវីដេអូដើម្បីលក់ក៏បានមកវីដេអូ$5 $10 $30តាម values តាមអ្វីដែលបងបាន edit នៅក្នុងវីដេអូមួយហ្នឹងក៏បានដែរអញ្ចឹងបងបុកធ្វើទីផ្សារដើម្បីឲ្យគេទិញពេលដែលគេទិញគឺនឹងជាចំណូលរបស់យើងបងទាំងអស់គ្នាកុំភ្លេច subscribe ផងណាអរគុណ